មហាជនលើហើយរំភើបក្រោយពេជ្រចរណៃទទួលបានជំនួយថវិកា$30,000ពីកាកក្រវ៉ាត់ក្រហមកម្ពុជាគុណកញ្ញាពេជ្រចរណៃក្រោយអគិភ័យឆាប់ឆេះទីតាំងបង្ហាត់ក្បាច់គុណល្បុក្កតោដែលទើបបើកដំណើរការបាន2ថ្ងៃខាត់បង់ធនធានយ៉ាងច្រើននោះពេលនេះក៏ទទួលបានជំនួយថវិកា$30,000ពីសម្ដេចបូរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាជំនួយដ៏ថ្លៃថ្លារបស់សម្ដេចគតិប្រិទ្ធបណ្ឌិតបូរនីហ៊ុនសែនដែលបានជួយសម្រាប់បន្ទុកមួយចំណែកសម្រាប់កញ្ញាពេជ្រចរណៃដែលជាបុគ្គលមួយរូបតែងតែជួយដល់កិច្ចការសង្គមជាច្រើននាពេលកន្លងមកជាពិសេសគឺវិស័យក្បាច់គុណល្បុក្កតោនេះតែម្ដងជាស្ដែងតាមរយៈការបង្ហោះរបស់ភេកផ្លូវការកាកបាទក្រហមកម្ពុជានៅរសៀលថ្ងៃទី23ខែមិថុនាបានសរសេរថាដែលយើងលើកគុណតម្លៃនៃការលើកតម្កើងគុណល្បុក្កតោកម្ពុជារបស់ពេជ្រចរណៃដែលបានខិតខំតស៊ូដើម្បីកសាងថែរក្សាគុណល្បុក្កតោកម្ពុជាដូច្នេះសម្ដេចគតិប្រិទ្ធបណ្ឌិតបូរនីហ៊ុនសែនបានប្រគល់ថវិកាមួយចំនួនដើម្បីជាការរួមចំណែកក្នុងការរៀបចំដំណើរការសាលាបង្ហាត់បង្រៀនក្បាច់គុណល្បុក្កតោឆាប់ឡើងវិញទន្ទឹមនឹងនោះកញ្ញាពេជ្រចរណៃក៏បានបង្ហាញនូវក្តីរំភើបនិងអរគុណទៅដល់សម្ដេចគតិប្រិទ្ធបណ្ឌិតបូរនីហ៊ុនសែនដែលលោកបានឧបត្ថម្ភថវិកាមួយចំនួនធំនេះដើម្បីជួយសម្រួលដល់ការចំណាយក្នុងការរៀបចំសាងសង់សាលាគុណល្បុក្កតោនិងសាងសង់ផ្ទះដល់ម្ចាស់ផ្ទះវិញដូចគ្នានេះដែរមហាជនអ្នកលេខបណ្ដាញសង្គមក៏សម្ដែងការសាទរចំពោះកញ្ញាពេជ្រចរណៃដែលទទួលបានការសន្តិប្រណីពីសម្ដេចគតិប្រិទ្ធបណ្ឌិតដែលអាចជួយសម្រួលដល់ការចំណាយមួយចំណែកធំផងដែរសូមបញ្ជាក់ថាទីតាំងសាលាគុណល្បុក្កតោចេញដូចជាដែលកីឡាករនីពេជ្រចរណៃបានជួលដើម្បីបើកសាលាបង្ហាត់បង្រៀនគុណល្បុក្កតោនិងអាហារដ្ឋានដែលមិនទាន់បើកដំណើរការត្រូវបានរងគ្រោះដោយសារភ្លើងឆេះបំផ្លាញខ្ទេចខ្ទីកាលពីថ្ងៃទី18ខែមិថុនាហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានធ្វើឲ្យមហាជននិងអ្នកគាំទ្រមានក្តីអាណិតអាសូរចំពោះតារាស្រីរូបនេះយ៉ាងខ្លាំងហើយក៏មានសប្បុរសជនជាច្រើនបានចូលរួមចំណែកសម្រាប់បន្ទុកដែលបណ្ដាលមកពីគ្រោះអកុសលនេះផងដែរក្រោយក្រុងគ្រោះកញ្ញាពេជ្រចរណៃរៀបរាប់ថាទ្រព្យសម្បត្តិដែលបានបាត់បង់ក្នុងគ្រោះអគ្គិភ័យនេះអស់ចំនួនជាច្រើនប៉ុន្តែខ្លួនមានការតក់ស្លុតនិងសោកស្ដាយបំផុតចំពោះការបាត់បង់សិភៅដែលជាស្នាដៃបន្សន្ទុះពេលព្រឹត្តិការណ៍ក្រមាមាសសានកំសៀនផ្ដល់ជូនឲ្យខ្លួនផ្ទាល់ដៃ